ភាពយន្តមួយនេះធ្វើខ្ញុំស្រឡាញ់តួអង្គប្រុសខ្លាំងមែនទែនមិនមែនដោយសារតួប្រុសនឹងសង្ហាទេអ្នកនរគ្នាគឺដោយសារតែមនោចេតនានិងការស្រឡាញ់មានចំពោះតួស្រីបើសិនជាអ្នកនរគ្នាស្រឡាញ់តួអង្គប្រុសក្នុងសៀវភៅមិនថាប្រឡំលោកមួយណាទេអ្នកនរគ្នាបើសិនតែអ្នកនរគ្នាទៅមើលរឿងនេះក៏អ្នកនរគ្នាស្រឡាញ់តួអង្គប្រុសក្នុងខ្សែភាពយន្តនៅខាងក្រៅខ្ញុំនេះដែរអ្នកនរគ្នាស៊ីនកន្លែងនេះរំជួលចិត្តខ្ញុំខ្លាំងមែនទែនក៏បាច់ជើងតួស្រីសោះចាំបាច់យកកៅអៅខ្លួនឯងយកទៅជិតបាច់ជើងឲ្យតួស្រីហើយថ្នមបាច់ជើងនឹងទៀតណាអ្នកនរគ្នាអូយខ្លួនឯងជាកូនប្រុសរបស់ឪពុកដែលមានមុខមាត់នៅក្នុងយោធាដែរអញ្ចឹងអ្នកនរគ្នាប៉ុន្តែបើទៅជេរបារម្ភតួស្រីតាមខ្វាយខ្វល់ពីតួស្រីការពារតួស្រីពីទាហានដើរថ្មើរជើងទៅអស់នឹងទៀតមើលតែក្នុងវីដេអូទៅដឹងហើយកន្លែងនេះវិញតួស្រីឡើងធ្លាក់ដល់ស្ថានភាពមួយដុតដាបខ្លាំងមែនទែនមុខក៏ប្រែសម្រស់នឹងក៏ធ្លាក់មើលលែងយល់ហើយសម្បីតែសក់ក៏លែងមានទៀតប៉ុន្តែតួប្រុសនៅតែតាមខែគេបារម្ភពីគេខ្វាយខ្វល់ពីគេនិយាយទៅក្នុងខ្សែភាពយន្តមួយហ្នឹងឲ្យតែតួប្រុសជួបតួស្រីដឹងតួប្រុសនឹងបារម្ភគ្រប់ពេលវេលាតែម្ដងខ្សែភាពយន្តនេះមនុស្សចេតនាជ្រាលជ្រៅខ្លាំងមែនទែនប៉ុន្តែពេលចុងបញ្ចប់គឺរឿងនេះ sad ending ទេអ្នកទាំងអស់គ្នាព្រោះថាខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តបង្ហាញពីប្រវត្តិសាស្ត្រពិតៗដែលកើតឡើងនៅប្រទេសអាល្លឺម៉ង់ដែលលាយឡំជាមួយនឹងប្រវត្តិសាស្ត្រដែលបង្ហាញពីការធ្វើទុកបុកម្នេញទៅលើជនជាតិស្បែកខ្មៅដោយពួកណានស៊ីប្រទេសអាល្លឺម៉ង់